ចុងសប្តាហ៍បែបនេះគឺមានតាណាច្រើនទេគឺពពួកគ្នាមកហូបកាហ្វេហាងកាហ្វេក្បែរផ្ទះបានហើយចង់ហូបបែបក្នុងហៅស៊ឺម្ដងក្នុងហៅស៊ឺគេរៀបចំឲ្យយើងបានស្អាតហើយថ្ងៃនេះសម្រាប់ចិត្តមកជាក្រុមតែម្ដងហើយយើងឃើញពីការរៀបចំរបស់គេគឺស្អាតខ្លាំងមែនទែនកាលនោះក៏មានតុក្កតាមួយដែរហើយឥឡូវយើងកំពុងតែដើររៀបចំចូលទៅក្នុងហៅស៊ឺដែលម្ចាស់ហាងគាត់រៀបចំទុកឲ្យយើងអញ្ចឹងណាតែមានអីខ្លះចាំមើលចូលទៅទាំងអស់គ្នាហ្នឹងហើយគឺការរៀបចំរបស់គាត់គឺរៀបចំបង្កាត់ភ្លើងឲ្យយើងអញ្ចឹងបងប្អូនឥឡូវចាស់ហាងពុំបង្កាត់ភ្លើងឲ្យយើងអង្គុយញ៉ាំកាហ្វេបដាតាមភ្លើងយ៉ាងនេះបដាហើយខ្សែខ້ອຍៗទៅដល់យើងអាចឲ្យមានខ្សែគេរៀបចំទុកឲ្យយើងសម្រាប់យើងល្ងាចយើងបានយកខ្សែមកត្រឡប់ទៅបានដែរមកពីផ្ទះនងគ្នានិយាយគ្នាហើយថាចង់ប្លែកអារម្មណ៍ម្ដងអង្គុយញ៉ាំកាហ្វេក្នុងហៅស៊ឺអញ្ចឹងប៉ុន្តែមានណាបងប្អូនអង្គុយបានមកស្ទុះតិចទៅក៏នាំនេះសម្រាប់ចិត្តហត់ចូលក្នុងវិញឲ្យមើលធ្វើមុខមួយឡើងល្ងាខ្លាំងហ្មងហើយនៅខាងក្នុងគេក៏មានជាវត្ថុបែបបុរាណដែលគេតាំងរៀបចំក៏ដូចជាសៀវភៅសម្រាប់ឲ្យយើងមានការអាននៅអ្វីដែលយើងចូលចិត្តហើយសៀវភៅមានច្រើនតែតាមចំណង់ចំណូលចិត្តយើងហើយក្នុងហាងផ្ទាល់នេះក៏មានរៀបចំជា Merry Christmas ខាងក្រៅក៏មានជាតុក្កតាសម្រាប់យើងថតរូបលេងផងដែរបាទហើយពួកខ្ញុំនេះអស់ម្នាក់មួយកែវរៀងសង្ងល់តិចហើយបាទហើយមានដើមចេកក៏ដូចជាចៀងបុរាណនេះគឺសល់បែរជាសង្គ្រាមលោកលើកទី2បាទហើយអង្គុយផឹកមកស្ទុះក៏យូរដែរក៏ប្រមូលចានមកឆ្នាំឲ្យគេវិញទៅមានអីក៏ឆ្ងាញ់ហើយអ្នកលក់ក៏រស់រាយបែបមនុស្សចាស់អញ្ចឹងហើយពួកយើងក៏សប្បាយចិត្តតែចុងក្រោយក៏ត្រឡប់ឥឡូវយើងទៅផ្ទះវិញហើយផ្ទះវិញយើងទៅឡើងឡានយើងនេះឡានទុកនៅនេះឡានយើងទៅ